ច្បាប់ធម្មជាតិហ្នឹងប្រពន្ធលោកសំដែងថាបើអំពើកម្មណាមួយត្រូវបានកើតហើយលទ្ធផលរបស់វាទៅបីលឿនទៅបីឆាប់ក៏វាត្រូវតែមកដែរហាមិនឈ្នះទៀតផងលោកធ្លាប់ធ្វើកោឧបមាថាផលរបស់អំពើកម្មខ្លះឲ្យផលភ្លាមផលរបស់អំពើកម្មខ្លះឲ្យផលរៀងយូរបន្តិចហើយផលរបស់កម្មខ្លះហ្នឹងឲ្យផលស្ទើរតែម្ចាស់ខ្លួននឹងលែងមានអារម្មណ៍ថាបានទៅហើយម្លងទៅយូរមែនតើនៅក្នុងប្រសូតមួយនោះព្រះអង្គធ្លាប់ពោលជាគាថាលក្ខណៈបញ្យលថាបុគ្គលពាលនៅពេលធ្វើអាក្រក់ម្ដងដរាបណាបាបកម្មដែលពួកគេធ្វើនឹងមិនទាន់ឲ្យផលទេពួកគេមានអារម្មណ៍ត្រជាក់ល្ហឹមធម្មតាដូចមនុស្សម្នាក់ដែលលេបទឹកឃ្មុំចូលទៅដែលមានពឹសពីក្នុងមានអារម្មណ៍ថាផ្អែមពីខាងក្រៅទៅសិនទាំងគណៈលេបទាំងគណៈដែលកំពុងនៅកំពង់កគឺថាផ្អែមទាំងអស់ចាប់ក៏ផ្អែមដាក់ចូលមាត់ក៏ផ្អែមក៏គណៈលេបចូលទៅក៏ផ្អែមគណៈជក់នោះក៏ផ្អែមប៉ុន្តែពឹសបើវាឲ្យផលនៅពេលចូលដល់ពោះនោះពួកវាកប់ទៅជាមួយទឹកឃ្មុំនោះហើយលោកឧបមាថែមទៀតថានៅពេលដែលបាបប្រកម្មនឹងឲ្យផលហើយអ្នកនឹងដូចបុគ្គលម្នាក់ដែលជន់ផេះអញ្ចឹងអាផេះក្តៅមិនន័យថាល្ងើកភ្លើងវានៅមានល្ងើកជន់ផាច់ទៅដំបងហាក់ដូចអត់ដឹងអីចឹងតែដល់ពេលចាប់ផ្ដើមក្តៅដុតដល់បាត់ឆ្អឹងដល់ខួរក្នុងឆ្អឹងដូចយើងជន់ភ្លើងជន់ភ្លើងអត់អីដល់ពេលចាប់ផ្ដើមក្តៅឈប់បន្តិចម្ដងដាក់មកទំហឹងមកនៅពេលដែលផលរបស់បាបកម្មទាំងឡាយឲ្យផលវាដុតបុគ្គលនឹងផ្លាញបុគ្គលនឹងតិចម្ដងឲ្យរ៉ាំរ៉ៃអត់ដឹងខ្លួនបន្តិចម្ដងហើយចេះតែធ្ងន់ទៅកុសលក៏វាអញ្ចឹងដែរអញ្ចឹងទាំងអំពើបាបទាំងអំពើបុណ្យទាំងឡាយនោះវាត្រូវតែឆ្លើយតបមកវិញដោយសារអំពើកម្មនោះត្រូវបានធ្វើរួចហើយវាមកក្នុងបច្ចុប្បន្នភ្លាមខ្លះវាមកក្នុងពេលដ៏យូរទៅមុខទៀតខ្លះវាមកទៅក្នុងបរលោកឯនាយនោះទៀតខ្លះលោកបានដាក់ឈ្មោះជាទិដ្ឋធម្មវេទនីយកម្មអីចឹងណាដាក់ឈ្មោះប្លែកប៉ុន្តែអាត្មាមិននិយាយទេវាច្រើន